បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅវីដេអូបន្តទៀតគឺរបៀបពង្រីកពង្រួមក្រឡាឬក៏យើងហៅថា cell size ណាបាទអញ្ចឹងដើម្បីពង្រីកពង្រួមក្រឡាហ្នឹងបាទយើងអាចយកម៉ៅដាក់នៅលើបន្ទាត់ជួរដេកណាមួយហើយយើងចាប់ទាញមកគឺយើងពង្រីកហើយបាទឬក៏យើង select លើក្រឡាដែលយើងចង់ពង្រីកពង្រួមហ្នឹងយើងចុច layout ហើយយើងមើលនៅកន្លែងពាក្យថា cell size ណាយើងឃើញមានទី1គឺ high ហ្នឹងគឺបាទកម្ពស់របស់វាអញ្ចឹងបើយើងចង់បានកម្ពស់ធំចឹងណាយើងចុចសញ្ញាព្រួយទៅលើដើម្បីបរិចចង់បានវាតូចចឹងណាគឺចុចសញ្ញាព្រួយមកខមមកបាទវារួមកន្លាតូចវិញហើយមួយទៀត width ហ្នឹងគឺយើងសេរីដូចគ្នាដែរបាទពេលដែលយើង select ទៅយើងសេរីទៅតឹងរបស់វាណាបាទយើងអាចចុចសញ្ញាព្រួយទៅលើបរិចហើយសញ្ញាព្រួយមកខមគឺរួមណាបាទអញ្ចឹងអាហ្នឹងតកតងជាមួយនឹងការបរិចហើយនឹងព្រមកាឡាណាបាទបរិចព្រមកាឡាឬក៏យើងហៅថា cell size select ទាំងអស់ណាបើសិនជាយើងចង់បរិចព្រមកាឡាទាំងអស់នៅក្នុងតារាងរបស់យើងហ្នឹងយើងអាច select ទាំងអស់បរិចព្រមមកបាទឬក៏យើងចង់ព្រមតែកាឡាណាមួយយើង select តែកាឡាហ្នឹងមួយដែរយើងចាប់ទាញមកណាយើងអាចទាញឆ្វេងស្ដាំឬក៏យើងអាចទៅលើទៅខមឬក៏យើងអាចចុចសញ្ញាបូកនេះដើម្បីធ្វើការ select ទាំងអស់ហើយយើងយកបាទមានទំហំមិនប៉ុនគ្នាឬក៏មិនទំហំមិនប៉ុនកណ្ដាស់អាហ្នឹងយើងអាចយកកន្លែង auto fit window នឹងបាន